ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសិនពុចិន្តាជាគរុនិស្សិតបរិញ្ញាបត្របូក1មកពីថ្នាក់សូមជូនវីដេអូស្វ័យសិក្សាចំពុកទី3ដែលនិយាយអំពីការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់តើអ្វីជាការវិតម្លៃថ្នាក់រៀនការវិតម្លៃថ្នាក់រៀនគឺជាដំណើរការដែលគ្រូប្រើវិធីផ្សេងៗដើម្បីប្រមូលព័ត៌មានអំពីការសិក្សារបស់សិស្សដូចជាចំណេះដឹងជំនាញអាកប្បកិរិយានិងការគិតក្នុងគោលបំណងដើម្បីនឹងថាសិស្សរៀនបានកម្រិតណាគួរកែលម្អការបង្រៀនបែបណាដើម្បីជួយសិស្សឲ្យបានល្អប្រសើរតើអ្វីជាការវិតម្លៃប្រកបដោយគុណភាពខ្ពស់ការវិតម្លៃប្រកបដោយគុណភាពខ្ពស់គឺជាការវិតម្លៃដែលមានការរៀបចំផែនការច្បាស់លាស់មានតុល្យភាពនិងយុត្តិធម៌ដើម្បីវាស់បានត្រឹមត្រូវនៅអ្វីដែលសិស្សបានរៀនហើយជួយអភិវឌ្ឍការរៀននិងការបង្រៀនរបស់ពួកគេនិងការបង្រៀនឲ្យកាន់តែល្អប្រសើរការវិតម្លៃប្រកបដោយគុណភាពខ្ពស់ផ្ដល់លទ្ធផលដែលអាចបញ្ជាក់និងលើកកម្ពស់គោលដៅសិក្សារបស់សិស្សនិងការលើកទឹកចិត្តវាក៏ជួយផ្ដល់ព័ត៌មានសម្រាប់ធ្វើការសម្រេចចិត្តក្នុងការបង្រៀនដូចជាកែប្រែមេរៀនប្ដូរវិធីបង្រៀនឬជួយសិស្សបន្ថែមលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សារួមមានទី1លទ្ធផលសិក្សារំពឹងទុកដែលច្បាស់លាស់និងសមស្របការវិតម្លៃដែលមានគុណភាពល្អគឺចាប់ផ្ដើមពីការកំណត់គោលដៅរៀនដែលច្បាស់លាស់និងសមស្របគ្រូត្រូវដឹងថាតើគោលដៅមានកម្រិតសមស្របដែរឬទេទាំងចំណេះដឹងជំនាញការគិតនិងឥរិយាបថមានតុល្យភាពដែរឬទេតើលក្ខខណ្ឌវិតម្លៃសមត្ថភាពសិស្សមានភាពច្បាស់លាស់ដែរឬទេមានន័យថាគ្រូនិងសិស្សយល់ពីអ្វីដែលត្រូវរៀនហើយសិស្សអាចធ្វើអ្វីបានខ្លះបន្ទាប់ពីបានរៀនមេរៀនចប់ចំណុចទី2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកមានវិធីសាស្ត្រវិតម្លៃផ្សេងគ្នាដែលត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀនបន្ទាប់ពីបានកំណត់គោលដៅគ្រូត្រូវជ្រើសរើសវិធីសាស្ត្រវិតម្លៃណាមួយដែលត្រូវគ្នានឹងលក្ខណៈគោលដៅសិក្សាល្អបំផុតគោលបំណងនៃការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកគឺទី1ស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សាទី2របៀបនៃការវិតម្លៃសមស្របទៅនឹងការសិក្សាទី3ផ្ដល់ព័ត៌មានត្រឡប់ទី4កំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សានិងទី5កាត់បន្ថយភាពតានតឹងវិធីសាស្ត្រវិតម្លៃមានដូចជាសំណួរបែបពហុជ្រើសរើសដែលសំណួរបែបនេះគឺជាសំណួរបែបជ្រើសរើសចម្លើយត្រឹមត្រូវ1ក្នុងចម្លើយ2ឬច្រើនសំណួរជ្រើសរើសចម្លើយត្រូវឬខុសសំណួរបែបគូផ្គងឬសំណួរបំពេញចន្លោះជាដើមវិធីសាស្ត្រមួយទៀតគឺជាវិធីសាស្ត្រដែលយើងសួរសំណួរបែបបំពេញខ្លីៗមានដូចជាការបំពេញចម្លើយខ្លីបំពេញចន្លោះសរសេរពាក្យ2ឬ3ពាក្យឬក៏ប្រយោគ1ឬ2ប្រយោគវិធីសាស្ត្រមួយទៀតគឺជាការធ្វើកិច្ចការបែបបទបង្ហាញវិធីសាស្ត្រមួយនេះមានដូចជាការធ្វើជា presentation ការបង្កើតជាអ្វីមួយដែលទាក់ទងនឹងចំណេះដឹងនិងជំនាញការសម្ដែងឬក៏ហៅថា role play ការផលិតបែបជាគំនូរជា poster ឬក៏ជាការដាក់តាំងពិព័រណ៍ជាដើមចំណុចជាបន្តទាក់ទងនឹងវិធីសាស្ត្រសរសេរកថាខណ្ឌតែងសេចក្តីឬក៏សរសេរអត្ថបទវិធីសាស្ត្រមួយទៀតគឺការសួរសំណួរផ្ទាល់មាត់ដែលមានដូចជាoral test ដែលយើងប្រើនៅពេលដែលយើងបង្រៀនផ្ទាល់ការធ្វើបទសម្ភាសន៍ការពិភាក្សាក្រុមជាដើម
វិធីសាស្ត្រមួយតម្លៃមួយទៀតគឺជាការសង្កេតរបស់គ្រូអាចវិតម្លៃតាមរយៈការសង្កេតពីសកម្មភាពសិស្សនៅក្នុងថ្នាក់ការចូលរួមការឆ្លើយសំណួរការពិភាក្សាក្រុមឬក៏សកម្មភាពក្រៅថ្នាក់ជាដើមចំណុចជាបន្តតកតនឹងការធ្វើស្វ័យវិតម្លៃតែខ្លួនឯងផ្ទាល់និងមួយទៀតគឺជាការវិតម្លៃតាមរយៈមិត្តភ័ក្តិឬក៏ដៃគូចំណុចទី3តកតនឹងសុពលភាពគឺយើងសំដៅទៅលើរឿងសំខាន់3គឺទី1វត្ថុបំណងទី2វិធីសាស្ត្របង្រៀនតើវិធីសាស្ត្រដែលយើងបង្រៀនវាសមស្របទៅនឹងវត្ថុបំណងដែលយើងបានកំណត់ឬក៏អត់និងទី3តកតនឹងការវិតម្លៃទាំងវត្ថុបំណងទាំងវិធីសាស្ត្របង្រៀននិងការវិតម្លៃត្រូវតែស៊ីចង្វាក់គ្នាចំណុចទី4តកតនឹងភាពជឿជាក់ឬយើងហៅថា reliability ការវិតម្លៃមិនត្រូវឲ្យមានកំហុសមិនត្រូវខ្វះសមត្ថកម្មហើយត្រូវប្រឡងក្នុងពេលតែមួយកម្រិតថ្នាក់តែមួយឬស្ថានភាពតែមួយជាទូទៅការវិតម្លៃគឺយើងទៅធ្វើជាបន្តបន្ទាប់ហើយក៏មិនជាទូទៅដែរចំណុចទី4តកតនឹងសុគតិភាពការវិតម្លៃត្រូវតែមានយុត្តិធម៌មានថាមិនលំអៀងសម្រាប់សិស្សទាំងអស់នៅក្នុងថ្នាក់ការវិតម្លៃត្រូវបង្ហាញពីគោលដៅនិងលក្ខខណ្ឌវិតម្លៃបានច្បាស់ត្រូវផ្ដល់ឱកាសឲ្យសិស្សបានសិក្សាមុនពេលវិតម្លៃជៀសវាងគ្រូលំអៀងទៅលើសិស្សណាម្នាក់ដោយប្រការណាមួយជៀសវាងការវិតម្លៃលំអៀងគាំទ្រសិស្សដែលមានតម្រូវការពិសេសនិងសិស្ស ESL ចំណុចទី5តកតនឹងផលវិបាកវិជ្ជមានកើតឡើងចំពោះសិស្សនិងចំពោះគ្រូចំពោះសិស្សសំណួរភូកជ្រើសរើសអាចជួយឲ្យសិស្សចងចាំព័ត៌មានបានច្រើនការសរសេរតែសេចក្តីឬសរសេរអត្ថបទជួយឲ្យសិស្សសិក្សាព័ត៌មានបានទូលំទូលាយតកតងនឹងបណ្ដុំនឹងការអនុវត្តការបង្កើតឡើងវិញចំពោះការដោះស្រាយបញ្ហាវាលើកទឹកចិត្តឲ្យសិស្សចេះគិតនិងអនុវត្តនៅអ្វីដែលពួកគេបានរៀនចំពោះគ្រូចងចាំព័ត៌មានបានច្រើនដើម្បីធ្វើការវិតម្លៃការសិក្សារបស់សិស្សដឹងការពិតច្រើនមានការវិនិច្ឆ័យច្រើននាំសិស្សឲ្យចេះគិតចំណុចជាបន្តទៅតនឹងការអនុវត្តនិងប្រសិទ្ធភាពការវិតម្លៃត្រូវប្រើនិងសន្សំត្រូវងាយស្រួលប្រើនិងសន្សំពេលវេលាមានន័យថាគ្រូត្រូវស្គាល់ពីវិធីវិតម្លៃមិនចំណាយពេលច្រើនមិនចំណាយថវិកាច្រើនងាយក្នុងការដាក់បន្ទុកនិងងាយស្រួលក្នុងការបកស្រាយលទ្ធផលដល់សិស្សកត្តាដែលការអនុវត្តមានប្រសិទ្ធភាពគឺទី1គ្រូត្រូវស្គាល់វិធីសាស្ត្របង្រៀនថាតើវិធីសាស្ត្រមួយណាដែលបង្រៀនសិស្សទៅមានប្រសិទ្ធភាពទី2ពេលវេលាដែលប្រើប្រាស់ទៅសមស្របទី3ភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងទី4ភាពងាយស្រួលក្នុងការដាក់បន្ទុកទី5ភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលនិងទី6គឺជាការចំណាយលើការប្រឡងនៅពេលដែលយើងស្គាល់វិធីសាស្ត្រស្គាល់ពីភាពស្មុគស្មាញនៅពេលប្រឡងអញ្ចឹងវាអាចកាត់បន្ថយការចំណាយទៅលើការប្រឡងបានដូចគ្នាដូចនេះការវាយតម្លៃថ្នាក់រៀនប្រកបដោយគុណភាពវាផ្អែកលើលក្ខខណ្ឌសំខាន់ចំនួន7គឺទី1លទ្ធផលសិក្សារំពឹងទុកដែលច្បាស់លាស់និងសមស្របទី2
តើតើនឹងការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងការរំពឹងទុកទី3តើតើនឹងការនឹងសុពលភាពនៃការវិតម្លៃទី4ភាពជឿជាក់ទី5សុខភាពទី6ផលវិបាកវិជ្ជមាននិងទី7ការអនុវត្តនិងប្រសិទ្ធភាពចាសសូមអរគុណ